នឹងលឺហើយអរគុណដែលបានមានឱកាសបញ្ចេញមតិក្នុងនាមជាកូនខ្មែរម្នាក់នៅក្នុងវេទិកាកម្ពុជាមាតុភូមិយើងទី75នេះបាទខ្ញុំថ្លែងសូមថ្លែងអំណរគុណដែលបានការអញ្ជើញចូលរួមហើយខ្ញុំអត់ខ្លាចនឹងចូលរួមទេដោយសារយើងរស់នៅស្រុកសេរីយើងត្រូវការមតិយើងត្រូវការយោបល់យើងត្រូវការបដូរយោបល់គ្នាដើម្បីមាតុភូមិដើមកំណើតរបស់យើងដែលជាកូនខ្មែរនេះតែយើងស្រឡាញ់ពេញចិត្តដែលយើងជាធ្លាប់ជាមហានគរឥឡូវសល់តូចប៉ុណ្ណឹងហើយគេមិនឲ្យយើងសុខទៀតតើយើងត្រូវធ្វើអីយើងនៅដេកស្ងៀមដេកចាំរងថ្ងៃទៅវិញឬក៏យើងត្រូវធ្វើអ្វីដែលមានប្រយោជន៍សម្រាប់ជាតិបាទសូមអរគុណនឹងហើយខ្ញុំមិនចម្លែកសម្រាប់ខ្ញុំទេខ្ញុំបានប្រឡូកដោះពេជ្រមកតាំងពីកើតមកចាតែងតែចូលរួមក្នុងសកម្មភាពអ្វីៗទាំងអស់ដែលកើតឡើងនៅស្រុកខ្មែរខ្ញុំជាការខ្ញុំអាយុ14 15ចាំដឹងក្តីឡើងខ្ញុំបានចូលរួមនៅវាយទូតយកកុងអានឹងនិយាយឲ្យចំហ្មងទៅបាទខ្ញុំកាលនោះខ្ញុំរៀននៅសាលា College Sportive នៅ Stade Lambert បាទហើយដល់ពេលហើយឆ្នាំ70ហ្នឹងបានទៅជាយុវជនស្រោចស្រង់ជាតិបាទខ្ញុំជានិស្សិតនៅសាលានោះជាកូនសិស្សនៅសាលានោះហើយខ្ញុំបានទៅរៀនយុវជនព្រៃពួចបាទdeuxième contingent បាទខ្ញុំទៅរៀនដោយមានលោកថាច់ជាអ្នកគ្រប់គ្រងហើយខ្ញុំបានឃើញថារបបកុម្មុយនីសបានទន្ទ្រានពិភពលោកយូរមកហើយរបបកុម្មុយនីសខ្ញុំបានទៅរៀនទៀតរៀនកាលនោះខ្ញុំទៅរៀននៅសាលាវិទ្យាល័យស៊ីសវត្តហ្នឹងដែលគេបានរើសកូនសិស្ស100នាក់ឲ្យទៅរៀនសង្គ្រាមនយោបាយហើយខ្ញុំបានឃើញវីដេអូមួយដែលខ្ញុំចង់ចែកជូនបន្តិចថាវីដេអូហ្នឹងជាវីដេអូដ៏ល្អដែលខ្ញុំឃើញកាលនោះគេសង្គ្រាមជាមួយពួកកុម្មុយនីសហ្នឹងដែលមានតៃវ៉ាន់គេធ្វើជាឯកសារភាពយន្តឯកសារមួយដែលសង្គ្រាមរវាងជាងកាជៀកនិងម៉ៅសេតុងបានសម្លាប់ពួកជាងកាជៀកជាង30លាននាក់រកកន្លែងកប់គ្មានហើយរហូតដល់យកដុំថ្មចងទម្លាក់សមុទ្រគេថតមកគេលើកដុំថ្មណាពេលដុំថ្មណាតូចពេកទៅហ្នឹងខ្មោចហ្នឹងក៏ហើមមកវិញឡើងមកលើដេញមាត់ទឹកហ្នឹងទៅក៏គេស្រង់មកគេថតទុកជាឯកសារថានឹងហើយជារបបកុម្មុយនីសនឹងសម្លាប់រង្គាលបើគេចូលមកដូច្នេះអ្នកឯងត្រូវប្រុងប្រយ័ត្នអញ្ចឹងហើយពេលនោះខ្ញុំអាយុ15ឆ្នាំហ្នឹងខ្ញុំបានរៀនសូត្រហ្នឹងហើយខ្ញុំបានដឹងថាហើយជាខ្ញុំជាក្មេងម្នាក់ដែល grow up ដែលជាអ្នកដឹងក្តីឡើងនៅក្នុងរបបសាធារណរដ្ឋលោកលន់នល់បាទហើយខ្ញុំឃើញថារបបនឹងជារបបមួយដ៏ល្អដែលខិតខំការពារទឹកដីពេលនោះការងើបឡើងដែលរបបលោកលន់នល់អាហ្នឹងខ្ញុំសូមប្រកាសកន្លែងហ្នឹងថាខ្ញុំបានធ្វើអញ្ចឹងដូច្នេះខ្ញុំរៀនសូត្រទៅខ្ញុំដឹងថាអូកុម្មុយនីសវានឹងសម្រាប់រង្គាលពេល75ហ្នឹងភ្លាមហ្នឹងវាចូលមកហ្នឹងពួកខ្មែរអបអរសាទរលើកទង់ជ័យសហ្នឹងខ្ញុំនៅក្នុងភ្នំពេញឡើយទេខ្ញុំនៅភ្នំពេញខ្ញុំនៅម្ដុំអូតាល់រ៉ូយ៉ាល់ម្ដុំស្លីសេដេកាតហ្នឹងបាទនៅមុខដែលខ្ញុំនៅស្រះចកបាទខ្ញុំនៅប្រទេសស្រះចកទីតាំងខ្ញុំអញ្ចឹងខ្ញុំឃើញអញ្ចឹងទៅខ្ញុំបានប្រាប់ឪពុកម្ដាយបងប្អូនខ្ញុំថាកុំទាន់អាចជឿពេកគេថាអូសុខសប្បាយហើយគេអញ្ជើញស្ដេចសៀនុមកវិញហើយដល់អញ្ចឹងទៅក៏បានខ្ញុំចាក់ខ្ញុំរត់ចេញអានេះខ្ញុំនិយាយទោះព្រោះប្រាប់ប្អូនកុលវត្តដែលបានសួរខ្ញុំមិញហ្នឹងខ្ញុំក៏បានរត់ដាក់ប្រវិច្ចខ្លួនឯងមកចោលគ្រួសារ38នាក់រត់ចូលក្នុងព្រៃហើយពួកសប្តាហ៍ថ្ងៃនឹងវាថាយើងនឹងអ្នករត់ចោលស្រុកមិនមែនទេវាសម្លាប់យើងបើយើងមិនមានភាពរស់នៅទុកខ្លួនទុកខួរក្បាលដើម្បីតតាំងនឹងវាវិញហេតុអីយើងចូលស្នូលដីបាត់ទៅហើយអញ្ចឹងខ្ញុំមកសហរដ្ឋអាមេរិកហ្នឹងឥឡូវនេះហើយខ្ញុំរហូតខ្ញុំអត់ដែរនៅស្ងៀមទេខ្ញុំតែងតែងើបឡើងរកមធ្យោបាយតតាំងរកមធ្យោបាយដើម្បីពួកដឹងច្បាស់ថារបបកុម្មុយនីសវាទន្ទ្រានពិភពលោកអញ្ចឹងហើយបានជាខ្ញុំឃើញថាកាត់ទៅថាលោកត្រមដែលជា president របស់ខ្ញុំហើយខ្ញុំមិនមែនធម្មតាទេខ្ញុំស្វែងយល់ខ្ញុំមានគ្នាខ្ញុំច្រើនណាស់រាប់រយរាប់ពាន់នាក់ដែលខ្ញុំប្រជុំខ្ញុំសើចខ្ញុំរកអ្នកដែលស្នេហាជាតិនឹងឲ្យពិតប្រកបនឹងឥឡូវហ្នឹងនៅក្នុងដំណាក់កាលហ្នឹងខ្ញុំនៅសល់មនុស្សប្រហែលជាជិត20នាក់ប៉ុណ្្នឹងទេដើម្បីទៅជែកបដូរយោបល់គ្នាក្នុងនាមខ្មែរអាមេរិកាំងដែលមានអាជ្ញាប័ណ្ណមួយបោះឆ្នោតឲ្យអាមេរិកាំងសភានិងព្រឹទ្ធសភាហ្នឹងដែលគេទទួលស្គាល់ថាខ្មែរអាមេរិកាំងហ្នឹងតើយើងគិតគូជាតិឬអត់បើយើងមិនគិតគូជាតិឲ្យគេគិតគូជំនួសយើងឬយ៉ាងម៉េចបាទដូច្នេះហើយលោកត្រមខ្ញុំបានជួយគាត់តាំងពី2016បោះឆ្នោតខ្ញុំបានបោះអាវរាប់ពាន់អាវហើយក្រុមខ្ញុំហ្នឹងណាចូលលុយគ្នាម្នាក់50ម្នាក់100មកបោះអាវខ្ញុំអ្នកធ្វើទាំងអស់ខ្ញុំទិញម៉ាស៊ីន press
compress អាវនឹងដាក់អាវយឺតណាគ្រប់គ្រងលោកត្រាំគ្រប់គ្រងត្រាំដោយសារឃើញថារូបមន្តនឹងមួយទេដែលយើងអាចជួយប្រទេសជាតិយើងបានពីព្រោះកុម្មុយនីសវាយាយីពិភពលោកខ្លាំងណាស់កុម្មុយនីសវាបានដូចឥឡូវហ្នឹងនៅក្នុង CIA ដែលគេបានបញ្ចេញមកក្នុង document មួយគេថាហេតុរឿងហេតុកើតឡើងពិភពលោកដោយសារកុម្មុយនីសហើយសេរីណាកុម្មុយនីសវាអត់សុខចិត្តវាចាញ់សេរីណាលោក Ronald Reagan បានជន់ដេញពួករុស្ស៊ីនឹងឲ្យផ្ដាច់ពីសូវៀតយូនីនមកជារុស្ស៊ីតែមួយវាខឹងណាស់ប៉ុន្តែវាធ្វើអីមិនកើតវាចាញ់កលអាមេរិកហើយពួកចិនឥឡូវកំពុងតែងើបមកខ្លាំងទន្ទ្រានពិភពលោកបោកប្រាស់ពិភពលោកដែលខ្មែរយើងយកយល់ឃើញថាជាមិត្តដៃថែបនោះអាកន្លែងហ្នឹងហើយដែលមានកំហុសធំណាស់យើងមិនអែបទៅជាមួយអ្នកណាដែលជាកាន់កាប់ពិភពលោកទៅអែបជាមួយចិនកុម្មុយនីសដែលកំពុងតែទន្ទ្រានខ្មែរដែលបោកដែលបញ្ឆោតដែលជាព្រាយបិសាចជញ្ជក់ឈាមខ្មែរសម្លាប់ខ្មែរ3លាននាក់មកដល់3លាននាក់ជាងពាក់កណ្ដាលនគរហើយឥឡូវនៅតាមសម្លាប់តទៅទៀតហើយយើងទៅមិត្តដៃថែបជាមួយពួកហ្នឹងហើយមិត្តដៃថែបមិនត្រឹមប៉ុណ្្នឹងយកលុយមកលួងលោមពួកយើងហ្នឹងណារាប់ពាន់លានប្រហែល10,000លានមកពីដល់10,000លានយកមកឲ្យដើម្បីសោកប៉ាន់មេដឹកនាំសោកប៉ាន់អ្នកដែលផ្ដាច់ការហ្នឹងឲ្យកាន់កាប់ឲ្យត្រួតត្រាខ្មែរឲ្យមើលឲ្យដើម្បីជាប្រយោជន៍របស់ចិនក្នុងមួយអាស៊ីទាំងអស់នឹងមានតែខ្មែរមួយទេនាំខ្មែរចូលទៅកុម្មុយនីសវិញបានបំភ័យបានបំភ្លៃខ្មែរបាននាំគ្នាស្អប់ពួក Western នឹងមានន័យថាពួកអឺរ៉ុបហើយនិងអាមេរិកហ្នឹង Western ពួកខាងលិចហ្នឹងដែលជាអ្នកមួយការពារសិទ្ធិសេរីភាពយើងត្រូវថឹងថ្លែងច្បាស់ថាតើយើងចង់បានសេរីភាពយើងចង់បានលទ្ធិប្រជាធិបតេយ្យយើងចង់បានរស់នៅឲ្យបានសុខសាន្តឬក៏យើងទៅរស់នៅជា slave ជាទាសកររបស់កុម្មុយនីសមានតែក្រុមខ្លួនឯងប្រមាណ100ប្រមាណ1000ប្រមាណលានអ្នកហ្នឹងដែលត្រួតគេក្រៅពីហ្នឹងជា slave ទាំងអស់ជាដែលគេហៅថាទាសករទាំងអស់សម្រាប់ហ្នឹងអស់លោកត្រូវដឹងហើយនៅក្នុងអាតិកលមួយគេនិយាយថាចិនកុម្មុយនីស1400លានអ្នកមានតែមនុស្ស80លានអ្នកទេដែលជាត្រួតមនុស្ស1300លានអ្នក1300លានអ្នកហ្នឹងឯងដែលជា slave ដែលជាទាសកររបស់80ម៉ឺនអ្នកហ្នឹងណា800លានអ្នកហ្នឹង80លានអ្នកហ្នឹងដូច្នេះយើងយកពេលហ្នឹងយើងយកឥឡូវឧទាហរណ៍មានអស់ហើយតាអាមេរិកបារាំងឬក៏អឺរ៉ុបភាគទាំងអស់គេនាំគ្នាទប់ស្កាត់នឹងពួកកុម្មុយនីសហ្នឹងគេនាំគ្នាយកមកនាំគ្នាជាគេហៅថាNATO ណា North Atlantic Treaty Organization ប្រាំងហៅ NATO ហ្នឹងបាទយើងគេផ្ដុំគ្នាដើម្បីឲ្យបានធំទប់ទល់នឹងប្រទេសធំព្រោះឥឡូវត្រីធំវាស៊ីត្រីតូចបាទត្រីធំស៊ីត្រីតូចយើងអាចទប់ទល់បានមិនបានយើងអត់ដឹងទេប៉ុន្តែចិនវាអត់ខ្វល់ទេវាបំផ្លាញសេចក្តីសុខរបស់ពិភពលោកវាបាននាំគ្នាពាត់ដីពាត់ទន្លេពាត់បឹងពាត់សមុទ្រពាត់អីទាំងអស់វាថានឹងហើយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់វាបានទៅដល់អាហ្វ្រិកាបំផ្លាញអាហ្វ្រិកាវាបំផ្លាញអឺរ៉ុបវាបំផ្លាញទ្វីបទាំងអស់ហ្នឹងវាបំផ្លាញទាំងអស់ដោយបានអត់មានគិតគូរអ្វីទាំងអស់វាអត់មានគិតគូរដូចខាង Western គេបានទៅយកមែនក៏ប៉ុន្តែគេយកឲ្យគេផ្ដល់សេចក្តីសុខឲ្យតែយើងសុខចិត្តយកសេចក្តីសុខឬក៏ចង់យកសេចក្តីទុកមកដាក់ខ្លួនប្រទេសកម្ពុជាយើងកំពុងតែយកសេចក្តីទុកមកដាក់ខ្លួនដោយសារយើងគៀកកើជាមួយចិនខ្លាំងពេកហើយយើងយករបៀបអីគេហៅថាស្អីគេហៅថានយោបាយអភិក្រិតអាហ្នឹងយើងត្រូវការទៅជែកនេះតទៅទៀតខ្ញុំមិនចង់និយាយវែងឆ្ងាយតែត្រឡប់មករឿង peace board ដែលយើងនៅក្នុងនេះបើយើងខ្ញុំគាត់ចង់ត្រឡប់ក្រោយតិចវិញទេសុំទោសណាខ្ញុំចាក់ប្រធានតិចមែនប៉ុន្តែដោយសាររឿងហ្នឹងវានាំឲ្យមានហេតុផលដល់ឥឡូវហ្នឹងដោយប្រកាសជា board of peace ហ្នឹង board of peace ហ្នឹងគេហៅថាក្រុមទីប្រឹក្សាសន្តិភាពរបស់លោកត្រុំដែលបង្កើតហ្នឹងខ្ញុំពេញចិត្តខ្ញុំនៅតែស្រឡាញ់គាត់ជាបុគ្គលម្នាក់ដែលស្រឡាញ់ប្រទេសជាតិទឹកដីឈាមកំណើតរបស់គាត់ខ្លាំងណាស់គាត់ការពារហើយគាត់ថាធ្វើឲ្យ American Great Again នឹងធ្វើឲ្យសុកអាមេរិកនឹងទៅជាសុកខ្លាំងម្ដងទៀតចុះបើសិនជាគាត់បណ្ដោយឲ្យចិនមកផ្ដាច់ការយកមកសម្រាប់ពិភពលោកនឹងតើពិភពលោកនឹងខ្លាយទៅជាអ្វីអស់លោកបងប្អូនខ្មែរបងប្អូនទាំងអស់មានបានគិតទេថាបើសិនជាចិនត្រួតត្រាពិភពលោកវិញតើយ៉ាងម៉េចដែរតើយើងអាចរស់នៅសុខសាន្តបានជាកប៉ាល់ដើរលេងទៅ vacation ទៅវ៉ាកងទៅអីហ្នឹងគ្រប់កន្លែងនឹងបានឬអត់ឬក៏យើងនាំគ្នាគិតតែពីនាំគ្នាធ្វើការដូច North Korea ដូចកូរ៉េខាងជើងអញ្ចឹង30លានអ្នកជាទាសករសម្រាប់មនុស្សមួយក្រុមគេមនុស្សអ្នកត្រួតត្រាវា1លាន2លានអ្នកគឺថាអ្នកត្រួតត្រានឹងផ្ដាច់ការសម្រាប់គ្នាងើបអត់រួចទេ30-40ឆ្នាំហើយ50ឆ្នាំហើយអញ្ចឹងខ្មែរយើងចង់ទៅជាអញ្ចឹងឬក៏យ៉ាងម៉េចឬក៏យើងចង់រស់នៅមានសេរីភាពសិទ្ធិសេរីភាពពេញលេញដើម្បីការពារបងប្អូនកូនក្មួយឥឡូវនឹងយើងរត់ចោលស្រុកប្រហែលលានអ្នកហើយដោយសារកុម្មុយនីស
តើយើងមានគិតឃើញថាកុំនេះជារបបផ្ដាច់ការជារបបព្រាយបិសាចជាទ្រឹស្ដីព្រាយបិសាចកុំជឿឲ្យសោះកុំនេះកុំនេះមិនអាចយកមកត្រួតត្រាពិភពលោកបានទេអញ្ចឹងលោកត្រាំគាត់មានគំនិតដ៏ល្អគាត់បានដឹងហើយគាត់ study គាត់រៀនសូត្រទៅដឹងថា United Nations ណា UN ហ្នឹងអត់បានការទេដោយសារវាមាន 5 permanent council ហ្នឹងដែលមាន5ប្រទេសហ្នឹងតែមួយវីតូធ្វើអីក៏អត់ចេញដែរណាមានបារាំងអង់គ្លេសចិនរុស្ស៊ីហើយនិងអាមេរិកហ្នឹងហើយតែមួយមានសេរី3ហើយនឹងអាកុម្មុយនីស2ចិនហើយនឹងរុស្ស៊ីបើអញ្ចឹងតែអ្នកណាមួយវីតូទៅមកអត់រួចដូច្នេះហើយវាទៅមុខវាទាញបន្ទិញបន្ទងហើយពឹងទៅលើអាមេរិករហូតពឹងទៅលើលុយកាក់អាមេរិកចិញ្ចឹមរហូតវាបោកប្រាស់អាមេរិករហូតណាវាបង់លុយឲ្យដោយ WTO យើងបង់លុយឲ្យទៅ5ឲ្យអាមេរិកបង់ដល់500លានវាបង់តែចិនបង់តែ30-40លានវាមានវាស៊ីកាងស៊ីលើស៊ីខូងលើអាមេរិករហូតអញ្ចឹងហើយបានជាលោកត្រាំគាត់មកគាត់ clean up គាត់បោសសម្អាតហើយគាត់ជាមនុស្សម្នាក់ប្រធានដែលហ៊ានកាត់អ្វីទាំងអស់ដូច្នេះខ្ញុំនឹងជូនថែមទៀតគាត់សូមឲ្យកុំឲ្យវែងពេកប៉ុណ្ណឹងហើយខ្ញុំមានទៀតខ្ញុំមានយោបល់ថែមទៀតខ្ញុំសូមជូនប៉ុណ្ណឹងសិនចាស់ណាលោកកាលវត្តអរគុណបងបណ្ណាដែលបានរៀបរាប់អំពីប្រវត្តិរបស់បងខ្លះហើយនឹងប្រវត្តិតស៊ូក្នុងការចូលរួមចំណែកស្ដាររដ្ឋាភិបាលជាតិតៃសិទ្ធិនៅកម្ពុជារបស់យើងអរគុណច្រើនហើយអ្វីដែលសំខាន់ខ្ញុំគាត់ចង់ដកឃ្លានឹងទៀតមុនខ្ញុំយើងចាប់ដើមនៅខ្ញុំចង់ដោយសារបងថាបានធ្វើសកម្មភាពច្រើនណាស់ហើយបងបានចូលរួមជាមួយលោកនៅក្នុងឆ្នាំ1970នៅក្នុងការដែលយើងបង្កើតសាធារណរដ្ឋដោយលោកលន់នល់ហ្នឹងគាត់ចង់បានចម្លើយខ្លីឯងបងទស្សនៈតើបងយល់មិនដែរខ្ញុំចង់បានទស្សនៈខ្លះដល់អំពីទស្សនៈក្នុងការបង្កើតចលនាសាធារណរដ្ឋ2របស់លោកបងទេតើបងមានទស្សនៈយ៉ាងម៉េចដែរខ្លីបងសូមអញ្ជើញចាំមុនខ្ញុំចូលប្រធានបទបាទខ្ញុំសប្បាយចិត្តណាស់ at least ទុកយ៉ាងម៉េចក៏មានអស់លោកនៅមានគិតគូរជាតិឲ្យតែអ្វីដែលតាក់ទងនឹងរឿងសេរីភាពសិទ្ធិសេរីភាពសាធារណរដ្ឋពាក្យសាធារណរដ្ឋនឹងវាទូលំទូលាយណាស់ហើយលោកអន្តរេគាត់ធ្វើលោកណាក៏ដោយអ្នកណាដែលមានចិត្តស្នេហាជាតិឲ្យពិតប្រាកដអានឹងខ្ញុំពេញចិត្តខ្ញុំនឹងគ្រប់គ្រងបាទខ្ញុំសូមសប្បាយចិត្តបាទហើយអរគុណលោកអន្តរេដែលបានបញ្ជាក់ពីទឹកចិត្តរបស់លោកដ៏ច្បាស់លាស់ចិត្តដិតហើយយើងអាចធ្វើពួកម៉ាក់គ្នាបានហើយព្រោះលោកអាយុដូចគ្នាមួយខ្ញុំឆ្នាំ1ម៉ែដូចគ្នាត្រូវអូខេហើយលោកប៉ែនម៉ាណូអរគុណដែលបងបានអញ្ជើញបងអូនឲ្យមកបញ្ចេញទស្សនៈរបស់ខ្ញុំក្នុងរឿងនេះដែលខ្ញុំមិនមែនដូចខ្ញុំថាយ៉ាងខ្ញុំមិនដែលនៅស្ងៀមទេខ្ញុំតែងតែរៀបដោយក្បាលពោះវាអញ្ចឹងរមើលរូបមន្តស្អីតាំងពីចូលទៅក្នុងស្រុកតាំងពីទៅធ្វើខ្ញុំមិនចង់និយាយឲ្យគេឮទេគេថាខ្ញុំបានចូលទៅឆ្នាំ95 96 97រហូតដល់គេបញ្ជូនទៅដល់ហាណូយទៅជែកគ្នារឿងហេតុអីណាបានជាគេចែកដីខ្មែរជា2សៀមហើយនឹងយួនណាក្នុងក៏ពេលនោះខ្ញុំនិយាយត្រង់ថាដោយសារអត់ដឹងគោលនយោបាយច្បាស់លាស់ទេគិតថាយួនយកដីបើយើងមិននាំគ្នាជួយទេវាបាត់ដីដឹងតែប៉ុណ្្នឹងទេតែដល់អាស៊ីជំរឿមែនតើតាំងពីអន្តរជាតិតាំងពីខ្ញុំអត់សូវដឹងប្រហែលនេះខ្ញុំហ៊ានអាងចឹងដោយសារយើងមិនមែនជាអ្នកសង្គ្រាមនយោបាយយើងរៀនសូត្រគេហៅថាតាមដេញគំនិតផ្នែកគំនិតដែលយើងរៀនដល់ពេលឥឡូវនេះខ្ញុំមានបងច្រើនណាស់រៀមច្បងខ្ញុំ20នាក់30នាក់រាល់ថ្ងៃហ្នឹងទៅជែកគ្នាមួយអាទិត្យម្ដងពីរអាទិត្យម្ដងហើយបានផ្ដល់គំនិតរៀងខ្លួនម្នាក់អត់មានយកត្រូវរៀងខ្លួនទៅចេញមកអញ្ចឹងទៅចូលទៅហ្នឹងខ្ញុំទៅដល់ហាណូយទៅដល់ជួបរហូតដល់គេបញ្ជូនហ៊ុនសែនទៅខាងស្រុកសៀមគេបញ្ជូនរដ្ឋមន្ត្រីទី1ថ្មីហ្នឹងលោកអឹងហួតហ្នឹងទៅខាងហាណូយហ្នឹងឲ្យទៅជែកគ្នាគណៈប្រតិភូទៅជែកគ្នាថាហេតុអីសួរទៅថាហេតុអីបានជាសួរយួនហើយនឹងសៀមចែកដីខ្មែរនៅក្នុងទន្លេ4មុខជា2ហើយទៅហើយតាំងពីនោះមកគេចែកគ្នារួចទៅហើយបាទអានោះខ្ញុំដឹងតែប៉ុណ្្នឹងហើយអត់ទាន់តាមដានដល់ឥឡូវនេះវាតាមដានស្អិតមែនតើក្នុងរយៈពេល10ឆ្នាំ20ឆ្នាំចុងក្រោយតាមដានរឿងសុខខ្មែរដល់អញ្ចឹងវាដឹងរឿងច្រើនដែរហើយដល់អញ្ចឹងទៅបានចិត្តតែស្វែងរូបមន្តទៅឃើញថារូបមន្តមួយដែលជាដល់ល្អយើងអត់អាចទៅធ្វើឲ្យបានទេព្រោះឥឡូវហ្នឹងបើយើងចូលព្រៃឈើគេចាប់អស់គេកាប់អស់ហើយគេដឹងហើយបើយើងទៅពឹងសៀមវាអត់មាននេះជាមួយយើងទេតែយើងធ្វើយ៉ាងម៉េចអញ្ចឹងម្នាក់នាំគ្នារកបង្អែកទាំងអស់កលេចមើលពិភពលោកសប្តាហ៍ហ្នឹងយ៉ាងម៉េច
ឥឡូវយើងនិយាយរឿងប្រទេសជប៉ុនជាមហាសេដ្ឋីដាច់មានលុយចាក់កោតប៉ុន្តែរស់នៅមកប្រវត្តិតូចជា island មួយជាកោះមួយមកជួរហ្នឹងឥឡូវជប៉ុនភ័យមែនតើអត់មានពង្រីកដីទៅណាបានទេមានតែចាក់ដីទៅចូលសមុទ្របានពង្រីកបានអញ្ចឹងហើយពង្រឹងកម្លាំងខ្លួនរហូតដល់សម័យដាក់កងទ័ពអាកាំង 5 6 ម៉ឺន 10 ម៉ឺននាក់នៅការពារសុកចិត្តចេញលុយអាមេរិកដើម្បីការពារខ្លួនពោះមានលុយមានអីទាំងអស់ខួរក្បាលល្អជាមហាអំណាចពីមុនធ្លាប់យកអាស៊ីទាំងមូលបានដល់ឥឡូវមកដល់នៅត្រឹមតែការពារខ្លួនឯងមិនទាន់បានផងត្រូវតែពឹងអាមេរិកឲ្យដាក់ទ័ពដើម្បីការពារមហាអំណាចកូរ៉េខាងត្បូងណាចែកជាជើងត្បូងណាកាលពីដើមវាកុម្មុយនីសវាមកវាទីមានជើងត្បូងរហូតណាយួនជើងយួនត្បូងយឺម៉ានីពួកអាល្លឺម៉ង់មានខាងលិចខាងកើតកូរ៉េមានខាងជើងខាងត្បូងអាជើងចូលកុម្មុយនីសទៅត្បូងចូលសេរីអាមេរិកដាក់ the hand on សូមឲ្យអាមេរិកមកជួយការពារដាក់ទ័ពនៅនឹងណាឲ្យអ្នកឯងការពារផងដើម្បីពួកខ្ញុំចង់រស់នៅជាស្រុកសេរីស្អីទៅពាក្យថាសេរីគឺថាមានន័យថាអត់ចង់ទៅជាកុំទៅជា slave ទៅជាដូចលោកអ៊ិនរ៉េគាត់ថាអញ្ចឹងម្នាក់ត្រួតបាននគរមនគរត្រួតម្នាក់អាហ្នឹងវាមិនមនគរត្រួតម្នាក់ហ្នឹងជាស្ដីរបស់អាមេរិកហើយមនគរត្រួតម្នាក់មានន័យថាបើយកម្នាក់ហ្នឹងមកប្រើជាទេសកលជាអ្នកដែលធ្វើការឲ្យណាតែធ្វើនេះទៅយើងបោះឆ្នោតទម្លាក់ឬមិនទម្លាក់អាហ្នឹងនៅក្នុងភាពសេរីរបស់ពួកកុំនេះវិញគេយកពឹងលើមនុស្សម្នាក់ហ្នឹងចាត់ចែងចាចិត្តសម្លាប់អាណាស្អីថាជប់អាណាចិត្តដូច្នេះពិភពលោកយើងមើលឃើញកន្លែងមើលឃើញថាអញ្ចឹងឥឡូវយួនកំពុងតែចាប់ផ្ដើមយើងនាំគ្នាថាចោលថាបោកអាមេរិកយកអាមេរិកទៅចិត្តអាមេរិកបានផ្ដល់អីច្រើនណារហូតដល់ឲ្យជំនួយដល់ឥឡូវយួនគឺថានៅសហរដ្ឋអាមេរិកនេះហូរដូចទឹកអញ្ចឹងផ្សារយួនបើកគ្រប់កន្លែងទាំងអស់ឥឡូវហ្នឹងគឺថាយកអីវ៉ាន់យួនតាំងពីត្រីកធឥឡូវហ្នឹង3គ្រាប់$5 $10 $2 $5 ត្រីកធតែខ្មែរយើងហ្នឹងទៅចាក់កៅអៅជាមួយចិនយកមកបើករោងចក្រធ្វើអរិញកៅអៅដូរតែផ្លាកទេតែយកទៅធ្វើស្រុកចិនទាំងអស់លុយយកចូលទៅចិនអត់មានបានមកខ្មែរទេយើងគិតមើលអញ្ចឹងទៅបានហើយដូច្នេះអាមេរិកយើងគួរតែងាកមកអាមេរិកឬក៏យ៉ាងម៉េចយើងសួរខ្លួនឯងអញ្ចឹងឥឡូវហ្នឹងខ្ញុំបានរើរូបមន្តអញ្ចឹងក៏នាំគ្នាគិតឃើញថាបើសិនជាធ្វើម៉េចឲ្យអាមេរិកស្គាល់ខ្មែរកាលនោះអានទៅ2 3ឆ្នាំមុនទេថាធ្វើម៉េចអាមេរិកគេដឹងរឿងខ្មែរណាគេពង្រីកតែស្រាប់តែលោកត្រំនេះស្រាប់ all of a sudden ភ្លាមស្រាប់គាត់ទៅដល់ទៅចាប់ដៃជាមួយមេដឹកនាំខ្មែរហើយដូចជាមានពលឺថ្មីឥឡូវគេងាកមកអាមេរិកឬយ៉ាងម៉េចណារហូតដល់ចង់បដូរខ្នល់ជាលេខ4ណាដែលជាទៅកំពង់សោមពីកំពង់សោមទៅ Donald Trump រហូតដល់ឲ្យទៅជាអីឲ្យរង្វាន់ Peace Prize អីចឹងទៅដល់លោក Trump អញ្ចឹងឃើញថាយកគេងាកមកបើអញ្ចឹងយើងសុកចិត្តឲ្យគេងាកមកឬក៏សុកចិត្តនៅត្រាំរ៉ៃរ៉ាំរ៉ៃជាមួយចិនដែលចិនមកបំផ្លាញស្រុកខ្មែរយើងប្រហែលម្ដងជា2 ដងមកចុងក្រោយខ្ទេចខ្ទីអស់តែម្ដងភ្នំស្រែដីធ្លីទាំងអស់ហ្នឹងរហូតដល់កំពង់សោមដែលជាឆ្នេរកែបមានតែប្រហែលគីឡូហ្នឹងប្រហែល100 គីឡូហ្នឹងសម្រាប់ខ្មែរទៅលេងចិនមកយកខ្ទេចរដ្ឋាភិបាលយើងពុកឲ្យលួយយកទៅឲ្យពួកចិនគ្រប់គ្រងខ្ទេចយកមកដល់សំសំណង់ប្រទេសផ្ដាស់អាណាធិបតេយ្យបង្កើត scam មកកាត់អីតែអានឹងវាល្អឬយ៉ាងម៉េចយើងសួរអញ្ចឹងថាតើយើងមានចំណោទរឿងចិនទៅឬអត់យើងគួរផាត់ចិនចោលឬយ៉ាងម៉េច Yes ចំពោះខ្ញុំថាល្មមហើយ evidence ហ្នឹងគឺថាដេញផោះតាំងវាគ្រប់គ្រាន់ហើយល្មមយល់ហើយថាអាមេរិកគេមិនដែលទៅបំផ្លាញស្រុកណាគេទេពិភពលោកគេការពី even អឺរ៉ុបអាល្លឺម៉ង់ដែលជាមហាអំណាចនៅតែសុំឲ្យមានតបអាមេរិកទៅការពារណាទាំងអស់គ្នានឹងអឺរ៉ុបបើគ្មានអាមេរិករុស្ស៊ីលេបដាច់ឬយ៉ាងម៉េចយើងសួរចឹងទៀតណាពិភពលោកទៅការអ្នកណាទៅការអាមេរិកដូច្នេះក្រុមខ្មែរអាមេរិកកំពុងតែបញ្ចេញសិលខ្លួនឯងហើយអស់លោកចោទចោះថាពួកយើងធ្វើអត់បានការបាននិយាយមិនមែនបាននិយាយទេយើងប្រជុំគ្នាបដូរគំនិតទេយើងបានទៅសេសបុតទៅឥឡូវ2ហើយ3ហើយណាពេលណាអ្នកណាធ្វើត្រូវយើងទៅសើគេភ្លាមដូចជាឥឡូវហ្នឹងណាលោកត្រាំឬក៏ប្រធានាធិបតីឥណ្ឌូនេស៊ីដែលគាត់ខំធ្វើការណាត់ជួបគ្នាដែលពេលច្បាំងគ្នាវាយសង្គ្រាម21ថ្ងៃហ្នឹងអីចឹងយើងនាំទៅសេសបុតគាត់សូមអរគុណសូមទៅសារលោកដែលបានយើងទៅសារគេឆ្លើយមកវិញយើងទៅសេទៅលោកត្រាំអរគុណលោកដែលខិតខំយើងខាន់យូអេមែនចឹងយើងគិតមើលថាបើសិនជាលោកត្រាំមិនស្រែកមកវាស់ហ្នឹងតើប្រជាពលរដ្ឋខ្មែរងាប់ប្រមាណ10000ប្រមាណសែនអ្នកសង្គ្រាមតទៅទៀតបកាច់តកិនទៅយ៉ាងម៉េចបើមានសង្គ្រាមវាមានតែងាប់មានតែវិនិច្ឆ័យអន្តរាយឥឡូវហ្នឹងនៅវិនិច្ឆ័យអន្តរាយប៉ុណ្្នឹងគេថា minimum មកន័យថាល្មមទេឥឡូវថ្មីនេះដែលលោកប៉ែនវណ្ណគាត់ថាអាស៊ានហ្នឹង
គេបានឥឡូវហ្នឹងមានអ្នកដឹកនាំថ្មីណាបដូរបេនអាស៊ានហ្នឹងទៅហ្វីលីពីន Fernando មកអីគេ Fernando Junior ហ្នឹងគាត់ជាប្រធានាធិបតីអាស៊ានប្រជុំគួរតែគិតគូររឿងអាស៊ានឆ្លោះគ្នាអត់គិតអត់និយាយប៉ុន្តែមានខ្ញុំដេញបងមួយខាងក្រុមខ្ញុំគាត់បាន alert ខ្ញុំគាត់ថាអត់ឃើញអ្នកណានិយាយរឿងខ្មែរឲ្យសៀមសោះស្រាប់តែដេញស្អីគេមានស្រីម្នាក់ហ្វីលីពីនអ្នករៀងធាត់តិចនោះគាត់ហ្នឹងជារដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនហ្នឹងគាត់បានលើកឡើងនិយាយថាគួរតែលើករឿងខ្មែរនិងសៀមយកមកទៅជែកនឹងរឿងអាស៊ានហើយអីក៏អាស៊ានក៏បំភ្លេចចោល even អាមេរិកក៏អត់ឃើញនិយាយដែរអានឹងអញ្ចឹងដូច្នេះយើងជាខ្មែរអាមេរិកទាំងអស់គ្នានាំគ្នាសាស្រាមថ្ងៃហ្នឹងណាខ្ញុំមានបងប្អូនក្មួយដែលរៀនសូត្រតាំងពីបណ្ឌិតអនុបណ្ឌិតអីទាំងអស់ហ្នឹងខ្ញុំជួបសឹងរាល់ពេលទាំងអស់បាននាំគ្នាជាឯកច្ឆន្ទរួបរวมគ្នាដើម្បីរកមធ្យោបាយមួយទៅចូលចិត្តលោកត្រឹមហើយខ្ញុំទៅសារក្មួយស្រីខាងសេវកម្ពុជាទេវីហើយបងអូនក៏លវត្តអស់ហ្នឹងនាំគ្នាខិតខំទៅជួបគេទៅនាំគ្នាទៅប្រាប់គេពួកមានតែអស់លោកទេដែលមានទឹកដីមានសម្ដីមានទឹកដីមានទឹកមាត់ប្រៃទៅប្រាប់គេថាណែប្រទេសខ្មែរយើងខ្ញុំដឹងថាអ្នកឯងដឹងរឿងខ្មែរច្រើនហើយប៉ុន្តែរឿងព្រៃជិតសូមអ្នកឯងជួយសួរពួកខ្ញុំផងខ្ញុំជាអ្នកប្រជាធិបតេយ្យគេឥឡូវហ្នឹងគេកំពុងតែរីកអើមកយើងគេកំពុងលាដៃមកយើងថាមកចង់បានអីហើយតែគួរតែបន្តទៅទៀតក្មួយស្រីទេវីជាមួយបងអូនកលវត្តជាមួយអស់លោកហ្នឹងដើម្បីទៅជែកគ្នាជាមួយអាមេរិកទៅអ្នកថាបានការទុកមិនក៏យើងបានទៅប្តឹងដល់គេហើយរឿងប្តឹងគេទៀតប្រទេសកម្ពុជាយើងមិនព្រមប្តឹងគេបងបានបណ្ដោលោកអន្តរគាត់មានប្រសាសន៍ច្បាស់ហើយតែយើងខ្ញុំគេយើងគេហៅថាគេយើងមានចង្វាយយើងអត់មានធ្វើការដោយលះបង់ខ្លួនឯងទេលះខ្លួនឯងទេយើងមានចង្វាយយើងអត់ចង់បានសុខបើសិនជាបណ្ដោយឲ្យអាកូនចៅទៅប្តឹងអន្តរជាតិ ICJ អីហ្នឹងវាអាចរៀលដល់មិនត្រឹមតែសៀមទេបារាំងចូលមកជួយនៅវារៀលដល់អីគេហៅថាយួនដែលកំពុងតែឈ្លានពានទឹកដីខ្មែរកាត់ទឹកដីខ្មែរវាច្រាប់ទឹកដីខ្មែរវាមូបកគោលទឹកដីខ្មែរទាំងអស់ហ្នឹងណាអញ្ចឹងវាមិនបាត់មែនប៉ុន្តែវាអាចយកមកវិញតើយើងនឹងពង្រឹងរដ្ឋាភិបាលក្នុងស្រុកហ្នឹងឲ្យបានខ្លាំងក្លាបានយើងមិនបាត់ទឹកដីបើរដ្ឋាភិបាលក្នុងស្រុកយើងនៅតែធ្វើខ្ញុំគេនៅតែនេះគេហើយគួរតែដឹងខ្លួនដែរថាគួរតែយើងនាំគ្នាបដូរខួរក្បាលចេញដើម្បីឲ្យមានកម្រិតមួយជាសេរីយើងកុំនៅត្រាំត្រៃជាមួយកុម្មុយនីសតទៅទៀតមកឥឡូវលោកត្រប់ឲ្យឱកាសឲ្យចូលជាក្រុមប្រឹក្សាសន្តិភាពនឹងឲ្យចូលមួយគេទៅខ្ញុំអរគុណណាលោកប៉ែនម៉ាណូចូលមួយគេហើយពេលហ្នឹងមិនមែនអមតៈទេយើងមិនដឹងជាទៅខាងណាទេបងប្អូនកលវត្តសួរចំនួនទី2ថាតើវាទៅជាយ៉ាងម៉េចបានមិនបានកើតមិនកើតអានឹងយើងអត់ដឹងទេប៉ុន្តែខ្ញុំជឿជំនឿលោកត្រំថាគាត់នឹងធ្វើកើតពីព្រោះគាត់អនុសាសន៍គាត់ល្អគាត់បានធ្វើច្រើនណាធ្វើច្រើនមែនតើគាត់កំពុងតែមានរឿងនៅផ្ទៃក្នុងដោយសារផ្ទៃក្នុងអាមេរិកហ្នឹងវាច្បោកច្បល់ជាមួយពួក Democrat ហ្នឹងឥឡូវខ្ញុំចាប់ផ្ដើមឃើញថា Democrat ឃើញកំហើញរបស់ Democrat កំពុងតែគឺថាធ្វើបាបស្រុកអាមេរិកនេះសម្បើមណាស់បណ្ដោយឲ្យប្រជាពលរដ្ឋពិភពលោកចូលមកអ្នកណាបើសិនជាអាមេរិកបើកប្រទេសរត់មកខ្ទេចហ្នឹងហ្មងរត់មកខ្ទេចអាមេរិក25លាននាក់ណាពេលជំនាន់ Democrat Biden ឲ្យចូលមកណាដើម្បីគោលបំណងមួយចង់ឲ្យបោះឆ្នោតឲ្យ Democrat រហូតហើយអាមេរិកនឹងទៅជាខ្ញុំគេទៅជាមហាអំណាចទី2ទេមិនមែនទី1ទៀតទេចិននឹង take over តែបានលោកត្រំនឹងគាត់មកឥឡូវគាត់បានសម្រេចចិត្ត net decision មានន័យសម្រេចចិត្តយ៉ាងច្បាស់លាស់ព្រមទៅថាគាត់មិនបណ្ដោយអាមេរិកធ្លាក់ទៅក្នុងកណ្ដាប់ឯកុម្មុយនីសទេគាត់នឹងខិតខំណាហើយកាលពីដើមខ្ញុំអត់យល់ថា Greenland យ៉ាងម៉េច Venezuela យ៉ាងម៉េចទេដល់ពេលមិនគាត់ថាគាត់ធ្វើកិច្ចការធំធ្វើលបងឥឡូវនឹងអត់មានមនុស្សចូលមិនសូម្បីតែប្រហែលមួយឆ្នាំនេះអត់មានមនុស្សចូលអាមេរិកទេណាអត់មានចូលមករត់ចូលមកព្រៃប្រាស់ទេ